ជីវៈប្រវត្តិសង្ខេបអាយុដំអ្នកអង្គញាឧត្តមមេត្រីវិសិទ្ធហ៊ុនសានអាយុដំអ្នកអង្គញាឧត្តមមេត្រីវិសិទ្ធហ៊ុនសានមានឈ្មោះដើមហ៊ុនឡុងសានកើតនៅថ្ងៃទី6ខែកក្កដាឆ្នាំ1948ត្រូវនៅថ្ងៃអង្គារ15រោចខែជេសឆ្នាំជូតសម្រិតស័កពុទ្ធសករាជ2492នៅភូមិពីមក្រៅឃុំពីមកោះស្នាស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមនៅក្នុងគ្រួសារកសិករដែលមានឪពុកឈ្មោះហ៊ុននាងនិងម្ដាយឈ្មោះឌីប៉ុកលោកជាកូនទី1ក្នុងចំណោមបងប្អូន6នាក់ក្នុងនោះស្រី3នាក់លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោកជំទាវច្រឹងកំហេងនៅថ្ងៃទី22ខែកុម្ភៈឆ្នាំ1972និងមានបុត្រីចំនួន5នាក់ក្នុងនោះស្រី3នាក់កូនទី1លោកជំទាវហ៊ុនកំហាក់កូនទី2អាយុដំហ៊ុនជាកូនទី3អាយុដំហ៊ុនកំជាតិកូនទី4លោកស្រីហ៊ុនច័ន្ទថុលនិងកូនទី5លោកជំទាវហ៊ុនម៉ាណីក្នុងនាមជាកូនកសិករម្នាក់នៅមុនឆ្នាំ1970លោកបានតស៊ូសិក្សារៀនសូត្រនៅសាលាបឋមសិក្សាឃុំពីមកោះស្នានិងអនុវិទ្យាល័យស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមនិងក្រោយមកបានផ្លាស់ទីលំនៅមករស់នៅធ្វើចំការនៅភូមិចំការថ្មីឃុំទន្លូងស្រុកមេមត់ខេត្តកំពង់ចាមជាមួយឪពុកម្ដាយនិងក្រុមគ្រួសារក្នុងដំណាក់កាលសង្គ្រាមឆ្នាំ1970ដល់ឆ្នាំ1975លោកស្ថិតនៅក្នុងតំបន់រំដោះនាស្រុកកំណើតនិងក្រោយមកប្រទេសជាតិធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតពីឆ្នាំ1975ដល់ឆ្នាំ1979លោកព្រមទាំងក្រុមគ្រួសារបានរស់នៅនិងឆ្លងកាត់របបដ៏ខ្មៅងងឹតគុកឥតជញ្ជាំង3ឆ្នាំ8ខែនិង20ថ្ងៃរបបកម្ពុជាប្រជាធិបតេយ្យដោយប្រជាពលរដ្ឋខ្មែរទូទៅដែរដោយបញ្ញាស្មារតីសមត្ថភាពនិងមនសិការស្នេហាជាតិលោកត្រូវបានតែងតាំងក្នុងមុខនីតិជាបន្តបន្ទាប់រួមមានចាប់ពីឆ្នាំ1979ដល់ឆ្នាំ1980លោកគឺជាយោធាប្រចាំស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមពីឆ្នាំ1980ដល់ឆ្នាំ1982លោកត្រូវបានតែងតាំងជាប្រធានទទួលជំនួយប្រចាំកំពង់ផែកំពង់សោមក្នុងក្រសួងពាណិជ្ជកម្មពីឆ្នាំ1982ដល់ឆ្នាំ2002លោកជាអនុប្រធានក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្តនៃក្រសួងគមនាគមន៍ហើយពីឆ្នាំ2002ដល់ឆ្នាំ2019លោកជាអគ្គនាយករងនៃភ្នាក់ងារកម្ពុជានាវាចរកម្មសាស្ត្រពីឆ្នាំ2019ដល់ឆ្នាំ2022អាយុឧត្តមត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងសាធារណការនិងដឹកជញ្ជូនឋានៈស្មារតីលេខាធិការនិងពីឆ្នាំ2022អាយុឧត្តមជារដ្ឋលេខាធិការនៃក្រសួងសាធារណការនិងដឹកជញ្ជូនរហូតមកដល់បច្ចុប្បន្នក្នុងពលិកម្មដើម្បីជាតិសាសនានិងព្រះមហាក្សត្រឯកឧត្តមត្រូវបានប្រោសព្រះរាជទាននៅគ្រឿងឥស្សរិយយសជាច្រើនជាពិសេសគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ព្រះជាណាចក្រកម្ពុជាគឺថ្នាក់ជាតូបកានិងក្រមងារជាអ្នកអង្គញាឧត្តមមេត្រីវិសិទ្ធហ៊ុនសានពីព្រះមហាក្សត្រនៅថ្ងៃទី15ខែកក្កដាឆ្នាំ2023ពេញមួយជីវិតរបស់អាយុដំអ្នកអង្គញាឧត្តមមេត្រីវិសិទ្ធហ៊ុនសានពិសេសពេលវេលាដែលលោកបានចូលរួមចំណែកកសាងជាតិបំពេញការងារសង្គមការងារមនុស្សធម៌ជាអ្នកកសាងមូលដ្ឋាននៃការអភិវឌ្ឍទាំងពុទ្ធចក្រនិងអាណាចក្ររួមមានមន្ទីរពេទ្យមន្ទីរឃុំនិងសាលាមត្តេយ្យនៅភូមិខ្សាច់ឃុំអរិយខ្សាត់ស្រុកលវាឯមខេត្តកណ្ដាល
កសាងនិងឆ្លងសមិទ្ធផលនានាជាកេរមរតករបស់អ្នកអង្គញាមហាភក្តីសបរិស័កភោគាធិបតីហ៊ុននាងនិងមហាឧបាសិកាឌីប៉ុកក្នុងវត្តព្រះបារមីវង្គតបុរីស្ថិតនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខសកម្មភាពដ៏ឧត្តមឧត្តមទាំងអស់នេះបានធ្វើឲ្យអាយុឧត្តមអ្នកអង្គញាឧត្តមមេត្រីវិសិទ្ធហ៊ុនសានទទួលបាននូវការគោរពស្រឡាញ់ពីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធព្រះសង្ឃនិងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន